ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកអាហារមួយចំនួនដែលល្អសម្រាប់កុមារដែលមានបញ្ហាទល់លាមកអាហារទី1គឺជាប្រភេទផ្លែឈើដែលសម្បូរជាតិសរសៃមានដូចជាក្រូចពោធិ៍សាត់ល្ហុងទុំផ្លែគីវីផ្លែប៉ោមផ្លែ fix ផ្លែភៀផ្លែព្រីននិងផ្លែឈើដែលសម្បូរជាតិម៉ាញ៉េស្យូមមានដូចជាចេកណាំវ៉ាទុំនិងផ្លែប៊ឺអាវ៉ូកាដូអាហារប្រភេទទី2គឺពពុះបន្លែយើងអាចប្រើពពុះ sweet potato ដំឡូងបារាំងឬដំឡូងជ្វាស្ពៃប្រូកូលីស្ពៃស្ពីណាត់ការ៉ុតឬក៏សណ្តែកអាហារប្រភេទទី3យើងប្រើប្រាស់អាហារគ្រាប់ធញ្ញជាតិយើងអាចធ្វើជាអាហារដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិឲ្យកុមារបរិភោគភាសាបរទេសហៅ oatmeal ឬក៏ nut butter យើងអាចឲ្យកុមារញ៉ាំនំប៉័ងដែលមានលាយគ្រាប់ធញ្ញជាតិឬក៏ប៉ាស្តាដែលលាយគ្រាប់ធញ្ញជាតិយើងអាចប្រើបាយអង្ករសម្រូងអាហារទី4គឺទឹកត្រូវផ្ដល់ទឹកឲ្យកុមារញ៉ាំឲ្យបានគ្រប់គ្រាន់យើងអាចប្រើទឹកធម្មតាឬក៏ទឹកក្តៅឧណ្ហៗឬក៏ទឹកផ្លែឈើអាហារទី5គឺជាអាហារដែលសម្បូរពពុះប្រូប៊ីយ៉ូទិកមានតួនាទីជួយសម្រួលក្នុងការរំលាយអាហារជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំនិងធ្វើឲ្យមុខងារក្រពះពោះវៀនមានដំណើរការល្អយើងអាចផ្ដល់ដូចជា yogurt ដល់កុមារឬក៏ពពុះ kefir smoothie ដែលគឺជាទឹកក្រឡុកដែលផ្សំឡើងជួនកាលអាចធ្វើពីផ្លែស្វាយទុំឬក៏ផ្លែចេកទុំ